មកស្គាល់ពីកំណត់ត្រាកម្រលើពិភពលោករបស់គូប្រជែងព្រះខ័នទីស្វាយរៀងក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីប ASC Challenge League ពានរង្វាន់ជើងឯកកម្រិតទ្វីបអាស៊ី ASC Challenge League ឆ្នាំ 2024-25 បានរកឃើញក្រុមខ្លាំងចំនួន2ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ហើយស្របពេលដែលក្រុមព្រះខ័នទីស្វាយរៀងដែលប្រើប្រាស់ពហុកលដ្ឋានជាតិមរតកតេជោនៅរាជធានីភ្នំពេញនឹងបើកទ្វារទទួលក្រុមអាកាដៈមកពីប្រទេសតូមែនីស្ថាននៅថ្ងៃសៅរ៍ទី10 ខែឧសភាឆ្នាំ 2025 ខាងមុខនេះតើប្រទេសតូមែនីស្ថាននៅទីណាប្រទេសតូមែនីស្ថានស្ថិតនៅតំបន់អាស៊ីកណ្ដាលដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសកាហ្សាក់ស្ថានអូមែនីស្ថាននិងអាហ្គានីស្ថានក៏ដូចជាអ៊ីរ៉ង់និងសមុទ្រកាស្ពៀបន្ទាប់ពីសហភាពសូវៀតដួលរលំប្រទេសនេះបានបង្កើតរដ្ឋជាផ្លូវការនៅថ្ងៃទី26 ខែធ្នូឆ្នាំ1991ដោយមានផ្ទៃដី 491,219 គីឡូម៉ែត្រការ៉េមានប្រជាជនសរុបគិតត្រឹមឆ្នាំ 2022 7 លាននាក់បើគិតរយៈចម្ងាយពីរាជធានីភ្នំពេញទៅកាន់រាជធានីអាស្កាបាតមានចម្ងាយជាង 5,000 គីឡូម៉ែត្រសារព័ត៌មានត្រយ៉ងសូមលើកយកពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអាកាដៈមកពីប្រទេសតូមែនីស្ថានដែលជាគូប្រជែងរបស់ព្រះខ័នទីស្វាយរៀងនៅវគ្គផ្ដាច់ព្រាត់ទី1ក្រុមបាល់ទាត់អាកាដៈគឺជាក្លឹបបាល់ទាត់ដែលបង្កើតឡើងដោយអតីតប្រធានាធិបតីរបស់ប្រទេសតូមែនីស្ថានលោកគូបានហ្គូលីបឺឌីម៉ាន់ដេហៅដែលជាអតីតប្រធានាធិបតីរបស់ប្រទេសតូមែនីស្ថានចន្លោះឆ្នាំ 2006 ដល់ឆ្នាំ 2022 បានបង្កើតក្លឹបបាល់ទាត់អាកាដៈនេះឡើងនៅថ្ងៃទី1 ខែមេសាឆ្នាំ 2023 រហូតដល់ខែវិច្ឆិកាក្លឹបបានតែងតាំងលោកវ៉ាឡាឌីមៀបារ៉ាម៉ូអតីតកីឡាកររបស់ក្រុមជាមួយជាតិតូមែនីស្ថានគឺជាអ្នកចាប់ការក្រុមរហូតដល់បច្ចុប្បន្នកាលនៅជាកីឡាករលោកក៏ធ្លាប់លើកពានកម្រិតទី3ប្រចាំទ្វីបអាស៊ីនេះម្ដងដោយការនោះឈ្មោះថា ASC President Cup ជាមួយក្លឹបបាល់ទាត់ SC Bakan នៅប្រទេសម៉ាឡេស៊ីអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោកវ៉ាឡាឌីមៀបៃរ៉ាមូកាលនៅជាសមាជិកក្រុមជាមួយជាតិតូមែនីស្ថានធ្លាប់ទាត់បញ្ចូលទីទល់នឹងក្រុមជាមួយជាតិកម្ពុជា2គ្រាប់ម្នាក់ឯងក្នុងជ័យជំនះ 7-0 នៅក្នុងវគ្គជម្រុះ ASC Challenge Cup ឆ្នាំ 2014 ដែលធ្វើឡើងនៅខែមីនា ឆ្នាំ 2013 នៅប្រទេសហ្វីលីពីនទី2គៀកនឹងឈ្នះកំណត់ត្រាពិភពលោក Guinness World Record ព្រោះតែឈ្នះច្រើនប្រកួតជាប់គ្នាពេកក្លឹបបាល់ទាត់អាកាដៈឈ្នះច្រើនប្រកួតជាប់គ្នាពេករហូតដល់ទៅ61គួតគៀកនឹងតាមកំណត់ត្រាពិភពលោក Guinness World Record ដែលក្លឹបបាល់ទាត់ Celtic របស់ប្រទេស Scotland ធ្លាប់ចារឈ្មោះជាក្រុមដែលឈ្នះច្រើនជាប់គ្នារហូតដល់ទៅ62ប្រកួតម្នាក់ឯងកាលពីរដូវកាលឆ្នាំ 1915 ដល់ឆ្នាំ 1917 ទី3ពានណាដែលក្លឹបបាល់ទាត់អាកាដៈចូលរួមគឺឈ្នះជើងឯកគ្រប់ពានអាយុកាលនៃការបង្កើតក្លឹបបានត្រឹម2ឆ្នាំក្លឹបបាល់ទាត់អាកាដៈឈ្នះពានក្នុងដៃចំនួន6ពានមកហើយក្នុងនោះរួមមានដូចជាឈ្នះជើងឯកលីកកំពូលតូមែនីស្ថានយ៉ូការីលីហ្គាចំនួន2គឺនៅរដូវកាល 2023 និងឆ្នាំ 2024 ឈ្នះពានតូមែនីស្ថានខាប់ចំនួន2រដូវកាលគឺឆ្នាំ 2023 និងឆ្នាំ 2024 ឈ្នះពានតូមែនីស្ថាន Super Cup ចំនួន1លើកគឺនៅឆ្នាំ 2024 ឈ្នះពានជើងឯកតូមែនីស្ថាន Football Federation Cup 1លើកឆ្នាំ 2025 ទី4ប្រកួតមិនដែលចាញ់សោះនៅក្នុងលីកតាំងពីបង្កើតក្លឹបមកគិតចាប់តាំងពីឆ្នាំ 2023 រហូតដល់ឆ្នាំ 2025 ចំនួន 56 ប្រកួតឈ្នះទាំងអស់ដោយនៅឆ្នាំ 2023 ចំនួន 24 លើកឈ្នះទាំង 24 លើកទាត់ចូលទីគូប្រកួត 83 គ្រាប់ឆ្នាំ 2024 30 លើកឈ្នះទាំង 30 លើកទាត់ចូលទីគូប្រកួត 147 គ្រាប់និងឆ្នាំ 2025 បាន2ប្រកួតឈ្នះទាំង 2 លើកព្រមទាំងនៅសល់ការប្រកួតជាបន្តបន្ទាប់ទៀតទី5បរាជ័យតែ 4 លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រក្លឹបតើក្លឹបណាខ្លាំងដល់ម្លឹងអាចយកឈ្នះក្លឹបបាល់ទាត់អាកាដៈបានបរាជ័យលើកទី1គឺនៅថ្ងៃទី8 ខែកុម្ភៈឆ្នាំ 2024 ក្លឹបបាល់ទាត់អាកាដៈបានប្រកួតចាញ់ក្លឹបបាល់ទាត់សាក់តាដូណេសរបស់អ៊ុយក្រែនក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងលទ្ធផល 4-1 បរាជ័យលើកទី2គឺនៅថ្ងៃទី10 ខែកុម្ភៈឆ្នាំ 2024 ចាញ់ក្រុមបាល់ទាត់ឌីនីប្រូ1របស់អ៊ុយក្រែនក្នុងការប្រកួតមិត្តភាពអន្តរជាតិ1-0 បរាជ័យលើកទី3នៅថ្ងៃទី1 ខែវិច្ឆិកាឆ្នាំ 2024 ចាញ់ក្រុមបាល់ទាត់អារ៉ាប៊ីរបស់ប្រទេសគុយវ៉ែន
ដោយលទ្ធផល3ទល់នឹង2ក្នុងវគ្គសន្សំពិន្ទុក្នុងពូនៃពានរង្វាន់ ASC Challenge League និងបរាជ័យលើកទី4នៅថ្ងៃទី9ខែមេសាឆ្នាំ2025ក្រោមថ្វីជើងក្រុមបាល់ទាត់អាអារ៉ាប៊ីរបស់ប្រទេសគុយវ៉ានដដែលជាលើកទី2ក្នុងលទ្ធផល2ទល់នឹង0វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ជើងទី1នៃពានរង្វាន់ ASC Challenge League តើប្រិមិត្តមានពាក្យពេចន៍អ្វីខ្លះជូនពរដល់ព្រះខ័នរាជស្វាយរៀងមុនការប្រកួតវគ្គផ្ដាច់ព្រាត់មកដល់ដែរនោះទេត្រយ៉ងនាំសារពិតគ្រប់ទីកន្លែង